បាទសួស្តីមិត្តអ្នកសិក្សាទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គកាលទាំង12ថ្ងៃនេះជាថ្ងៃទី1នៃការរៀនកាលទាំង12របស់យើងប៉ុន្តែមុននឹងចូលមេរៀនខ្ញុំបញ្ជាក់ជូនបងប្អូនបន្តិចថាចំពោះការបង្រៀនតាមវីដេអូរបស់ខ្ញុំនេះខ្ញុំបង្រៀនតាមពីររបៀបទី1ខ្ញុំថតមេរៀនបែបនេះសរសេរនៅលើក្តារខៀនទី2ខ្ញុំនឹងថតនៅក្នុង computer លក្ខណៈជា slide អញ្ចឹងរបៀបនៃការបង្រៀនតាមវីដេអូរបស់ខ្ញុំមានពីររបៀបហ្នឹងណាទី1សរសេរនៅលើក្តារខៀនទី2គឺថតចេញពី computer តាមរយៈ slide បាទចំពោះវគ្គកាលទាំង12នេះយើងរៀនតាមសៀវភៅរបស់ខ្ញុំគឺ More than 12 English Tenses បាទសៀវភៅក្របពណ៌ខៀវនោះខ្ញុំនឹងដាក់ជូនណាលើសពីហ្នឹងខ្ញុំនឹងយកឯកសារយោងផ្សេងឬក៏លំហាត់នៅខាងក្រៅផ្សេងដើម្បីឲ្យបងប្អូនអនុវត្តឲ្យបានច្រើនទៅលើកាលទាំង12ធ្វើយ៉ាងណាដើម្បីបងប្អូនអាចប្រើប្រាស់កាលទាំង12បានយ៉ាងល្អប្រសើរឬក៏ល្អជាងមុនណាបាទអញ្ចឹងនៅថ្ងៃនេះយើងចាប់ផ្ដើមរៀនអំពីកាលទាំង12ប៉ុន្តែឥឡូវយើងមើលក្តារខៀនទាំងអស់គ្នាចំពោះវគ្គកាលទាំង12របស់យើងដែលយើងត្រូវរៀនហ្នឹងគឺយើងរៀនប៉ុណ្ណឹងមួយក្តារខៀនហ្នឹងឯងប៉ុន្តែមួយក្តារខៀននេះយើងអាចចំណាយពេលប្រហែលជា5ខែឬក៏លើសហ្នឹងបើខ្ញុំបន្ថែមមេរៀននៅខាងក្រៅថែមទៀតអាចនឹងលើសពី5ខែរៀនយូរបន្តិចណាតែយ៉ាងណារៀនអាវគ្គនេះហើយគឺធ្វើឲ្យបងប្អូនច្បាស់អំពីកាលតែម្ដងបាទសូមបញ្ជាក់ចំពោះកាលនេះកម្រិតដែលអាចរៀនបានបើបងប្អូនរៀននៅខាងក្រៅបងប្អូនអាចរៀនចាប់ពី elementary ឡើងលើអាចរៀនកាលបានហើយប៉ុន្តែបើត្រឹមតែ beginner ចុះក្រោមរៀនត្រឹមតែ beginner អាហ្នឹងបងប្អូនមករៀនកាលពិបាកបន្តិចអញ្ចឹងមូលដ្ឋានគ្រឹះដែលអាចមករៀនអានេះបានរៀនចំណេះដឹងទូទៅនៅខាងក្រៅចាប់ពី elementary ឡើងលើណា pre intermediate ទៅឬក៏យើងរៀនវគ្គមួយទៀតគេហៅថា part of speech បើបងប្អូនបានឆ្លងកាត់វគ្គ part of speech មកចប់មករៀនកាលគឺថាស្រួលបំផុតប៉ុន្តែសម្រាប់បងប្អូនឬក៏បងប្អូនសិស្សនិស្សិតខ្លះបាទគាត់ចូលរៀននៅមហាវិទ្យាល័យជាពិសេសមុខវិជ្ជាផ្សេងដែលមិនមែនជាមុខវិជ្ជាភាសាអង់គ្លេសនោះមេរៀននៅមហាវិទ្យាល័យគឺថាវាជ្រៅគេអត់មានបង្រៀនលម្អិតអំពីវេយ្យាករណ៍តទៅទៀតទេដូច្នេះវាជាបញ្ហាប្រឈមសម្រាប់បងប្អូនដែលជានិស្សិតនៅមហាវិទ្យាល័យទោះចង់មិនចង់ក៏បងប្អូនត្រូវតែទទួលយកកម្មវិធីសិក្សារបស់មហាវិទ្យាល័យដែរហើយកម្មវិធីសិក្សាគឺគេអត់មានរៀនមកពីក្រោមទេគេអត់រៀនគ្រឹះទេដូច្នេះអាចមានបញ្ហាសម្រាប់បងប្អូនដែលមិនមានគ្រឹះពីក្រោមមកអញ្ចឹងបងប្អូនត្រូវរៀនទី1ត្រូវរៀនវគ្គ part of speech ឲ្យចប់ទាំង8ក្រុមនឹងមកទី2ចូលដល់នេះណាចូលដល់កាលនេះយើងអាចរៀនបាទមុខវិជ្ជានៅមហាវិទ្យាល័យបានហើយតាន់គេហើយតែយ៉ាងណាពេលដែលបងប្អូនចូលទៅមហាវិទ្យាល័យហើយមិនមានគ្រឹះពីក្រោមក៏មិនតាន់ហួសពេលដែរបើយើងចាប់ផ្ដើមសិក្សាប៉ុន្តែយើងប្រឹងរត់បន្តិចណាប្រឹងរត់បន្តិចបាទអញ្ចឹងយើងមើលក្តារខៀននេះចំពោះកាលទាំង12ដែលយើងត្រូវរៀនគឺប៉ុណ្ណឹងប៉ុន្តែចំណាយពេល5ខែឡើងលើឯណោះបាទចំពោះកាលដែលយើងត្រូវរៀនចំណុចសំខាន់ទី1យើងត្រូវចាំរូបមន្តគេហៅថា formula យើងត្រូវកត់ត្រាយកបិទយកសភៅមកដូចខ្ញុំបានជម្រាបជូននៅក្នុងវីដេអូខាងដើមដើម្បីរៀនបាទតាមវីដេអូមានប្រសិទ្ធភាពបងប្អូនចូលមើលណាមានប្រមាណលក្ខខណ្ឌនោះបងប្អូនត្រូវធ្វើតាមទៅណាអញ្ចឹងទី1យើងត្រូវរៀនអំពីរូបមន្តរបស់វាយើងចាំរូបមន្តរបស់វាមិនមែនត្រឹមតែចាំរូបមន្តរបស់វាទេគឺយើងត្រូវចេះយកទៅប្រើណាត្រូវចេះការប្រើប្រាស់របស់វាតើកាលមួយហ្នឹងយកទៅប្រើប្រាស់នៅក្នុងស្ថានភាពណាបន្តមកទៀតគឺយើងរៀនសម្គាល់ណាគេហៅថាសញ្ញាសម្គាល់ឬក៏ signal words ថាតើពាក្យណាខ្លះដែលគេតែងតែប្រើនៅក្នុងកាលមួយហ្នឹងយើងរៀនសម្គាល់បន្តមកទៀតគឺយើងរៀនបង្កើតប្រយោគដោយយករូបមន្តហ្នឹងទៅបង្កើតណាបង្កើតប្រយោគរៀនបង្កើតប្រយោគដោយខ្លួនឯងយូរទៅគឺចេះស្វែងរកអត់មានពិបាកទេស្រួលណាស់ឥឡូវយើងមើលលើក្តារខៀនទាំងអស់គ្នានេះខ្ញុំសង្ខេបជូនដើម្បីបងប្អូនដឹងថារយៈពេល5ខែទៅមុខនេះយើងត្រូវរៀនអ្វីខ្លះអ្វីដែលយើងត្រូវរៀននេះ5ខែហ្នឹងអញ្ចឹងនៅក្នុងចំណុចសំខាន់នៅក្នុងការរៀនកាលចំណុចទី1គឺយើងត្រូវដឹងអំពីកាលទាំងនៅក្នុងភាសាអង់គ្លេសទាំងនៅក្នុងភាសាខ្មែរគឺមានតែ3ធំៗមែនបាទអញ្ចឹងយើងត្រូវដឹង times ពេលដែលយើងរៀនកាលគឺយើងត្រូវគិតអំពី times បាទកាលឬក៏ពេលវេលាហ្នឹងគឺមាន3ហ្នឹងវាមានទី1គឺ present បច្ចុប្បន្នខ្មែរយើងតែបច្ចុប្បន្នកាលធំមាន3មានកាលបច្ចុប្បន្នមានកាលអតីតនិងអនាគតអញ្ចឹងការរៀន tense រៀនកាលហ្នឹងគឺយើងរៀនអាកាលធំ3ហ្នឹងណារៀនបច្ចុប្បន្នរៀន present រៀន past អតីតរៀន future អនាគតតើបាទរៀន present រៀន past រៀន future រៀនកាលធំតែ3ហ្នឹងទេបន្តមកទៀតមិនបានទៅច្រើនម្លេះអញ្ចឹងនៅក្នុងកាលទាំង3ហ្នឹងគេបំបែកវាទៅជាបាទភាគអត់តូចទៀតផ្នែកតូចទៀតនៅក្នុងកាលហ្នឹងគឺយើងរៀនអំពីស្ថានភាពនៃសកម្មភាពណែគេហៅថា aspect ហ្នឹងចង់សំដៅទៅលើព្រឹត្តិការណ៍សំដៅទៅលើស្ថានភាពនៃកាលហ្នឹងអញ្ចឹងកាលបច្ចុប្បន្នហ្នឹងស្ថិតនៅក្នុងស្ថានភាពបែបម៉េចអញ្ចឹងស្ថានភាព aspect ហ្នឹងវាមាន3ទៀតវាមាន simple ណាធម្មតា
នៅស្ថានភាពធម្មតាស្ថានភាពមួយទៀតគឺកំពុងតែកើតមានអាហ្នឹងគឺនិយាយពីទស្សនវិជ្ជានៃកាលហ្នឹងនៅទស្សនវិជ្ជានៃកាលហ្នឹងគឺធម្មតាទស្សនវិជ្ជាកំពុងតែកើតមានកំពុងតែបន្តណាអញ្ចឹងយើងមើលស្ថានភាពនៃសកម្មភាពហ្នឹងបាទបន្តមកទៀតវាមានទស្សនវិជ្ជាមួយទៀតគឺ perfect boribo បានន័យថាហោហៀអញ្ចឹងការរៀនកាលគេរៀនមើលបែបហ្នឹងទី1យើងមើលកាលពេលវេលាតើបច្ចុប្បន្នឬក៏អតីតឬក៏អនាគតហើយនៅក្នុងពេលវេលាហ្នឹងគេមើលអំពីស្ថានភាពរបស់វាណាគេមើល event របស់វាមើលព្រឹត្តិការណ៍របស់វាតើបាទចុះអញ្ចឹងស្ថានភាពយ៉ាងម៉េចធម្មតាវាមានតែ3 aspect របស់វាមានតែ3ទេវាមាន simple វាមាន continuous ណាស្ថានភាពកំពុងបន្តកំពុងកើតមាននិង boribo ស្ថានភាពរបស់វាគឺ boribo អញ្ចឹងគេមើលអញ្ចឹងពេលរៀនកាលគេមើលអញ្ចឹងកាលណាយើងចេះពិនិត្យមើលអំពីពេលវេលាពិនិត្យមើលអំពីស្ថានភាពនៃសកម្មភាពយើងអាចប្រើកាលត្រូវហើយតើបាទយើងរៀនកាលភាគច្រើនគឺមានបញ្ហានៅពេលដែលគេដាក់ប្រយោគមកយើងមិនដឹងថាតើត្រូវប្រើកាលមួយណាអត់ពិបាកទេទី1គឺយើងត្រូវដឹងថាតើវាអតីតពេលវេលាសិនពេលវេលាពេលបច្ចុប្បន្នអតីតឬក៏អនាគតទី2មើលស្ថានភាពនៃសកម្មភាពហ្នឹងស្ថានភាពយ៉ាងម៉េចនៅធម្មតាកំពុងបន្តឬក៏បរិបូររៀនមើលអញ្ចឹងហើយនៅក្នុងនឹងយើងចែកចាញ់ជាឈ្មោះចំនួន3ចំនួន4ក្នុងមួយណាដែលយើងរៀនរាល់ថ្ងៃនេះច្រើនរាល់ថ្ងៃគេច្រើនតែប្រាប់យើងនៅនេះគេអត់បានប្រាប់យើងអំពីអានេះទេបាទដែលយើងបើកសភៅទៅឃើញមានកាលអីគេមានកាលទី1កាល present simple ទេអញ្ចឹង present ហ្នឹងគឺបច្ចុប្បន្នsimple ធម្មតានិយាយពីស្ថានភាពនៃសកម្មភាពហ្នឹងគឺសកម្មភាពធម្មតាអាធម្មតាបញ្ជាក់ពីអីបញ្ជាក់ពីទម្លាប់ពីសភាពការទូទៅណាលក្ខណៈអញ្ចឹងទៅអាហ្នឹង present simple ធម្មតាអា present ហ្នឹងមានអីទៀត present វាមាន present continuous បច្ចុប្បន្នដែរប៉ុន្តែស្ថានភាពនៃណាសកម្មភាពអីគេគឺកំពុងកើតមាន continuous គឺកំពុងកើតមានបច្ចុប្បន្នណាកំពុងតែកើតមាននៅក្នុងពេលបច្ចុប្បន្ននេះយើងមើល aspect យើងមើលស្ថានភាពរបស់វាណាទស្សនវិជ្ជានៃការហ្នឹងទី3 present perfect ណាអញ្ចឹងយើងមើល present ដែរប៉ុន្តែ present perfect នេះគឺ boribo ទស្សនវិជ្ជានៃការហ្នឹងគឺ boribo ហោហៀណា boribo ហោហៀនៅក្នុងបច្ចុប្បន្នដល់ទី4គឺ present perfect ដែរប៉ុន្តែ continuous ណាគឺបច្ចុប្បន្នកាល boribo កំពុងបន្ត boribo ហើយកំពុងបន្តទៀតនៅក្នុងបច្ចុប្បន្នអញ្ចឹងយើងមើលទស្សនវិជ្ជានេះមើលទស្សនវិជ្ជានេះវាមានទស្សនវិជ្ជា simple វាមានទស្សនវិជ្ជាកំពុងតែកើតមានឡើងទស្សនវិជ្ជា boribo ហោហៀណាហើយទស្សនវិជ្ជា boribo ហើយកំពុងបន្តទៀតនៅក្នុងពេលបច្ចុប្បន្នអាហ្នឹងយើងនិយាយពី present ទស្សនវិជ្ជានៅក្នុង past ទស្សនវិជ្ជានៅក្នុង past ក៏មានដូចគ្នាចឹងដែរមាន4ចំណុចហ្នឹងដែរណា past វាមាន past simple ទេ past simple នៅក្នុងអតីតទស្សនវិជ្ជានៃអតីតគឺអតីតធម្មតាណាស្ថានភាពនៃសកម្មភាពគឺធម្មតានៅក្នុងអតីតទី2 past continuous អញ្ចឹងយើងមើលទស្សនវិជ្ជានៃកាលនោះណាទស្សនវិជ្ជាឬក៏ស្ថានភាពនៃកាលនោះអតីតប៉ុន្តែកំពុងបន្តទៀតអញ្ចឹងស្ថានភាពនោះកំពុងបន្តប៉ុន្តែបន្តនៅក្នុងអតីតកំពុងតែកើតមានឡើងនៅក្នុងអតីតតោះហ្នឹងទស្សនវិជ្ជាបាទទី3 past perfect ណាអញ្ចឹងយើងមើលទស្សនវិជ្ជាគឺ boribo ដែរប៉ុន្តែ boribo នៅពេលណា boribo នៅក្នុងអតីតនៅក្នុងអតីតរឿងដែលបានកន្លងផុតទៅតែវា boribo នៅក្នុងខណៈនោះនៅពេលនោះគឺវា boribo ហោហៀនៅក្នុងពេលនោះតោះហ្នឹងយើងមើលទស្សនវិជ្ជាមួយទៀតនៅក្នុងអតីតដែរគឺ past perfect continuous ណាអញ្ចឹងយើងមើល boribo ហើយកំពុងតែកើតមានទៀតណា boribo កំពុងតែកើតមាននៅក្នុងអតីតណាអញ្ចឹងយើងមើលនៅទស្សនវិជ្ជានៅក្នុងអតីតមាន4នេះគ្នាវាមានទស្សនវិជ្ជាធម្មតាវាមានទស្សនវិជ្ជាកំពុងតែកើតមានវាមានទស្សនវិជ្ជាដែល boribo វាមានទស្សនវិជ្ជា boribo ហើយកំពុងតែកើតមានទៀតទស្សនវិជ្ជានៅក្នុងអតីតតើណាបាទចំណែកឯអនាគតក៏មានទស្សនវិជ្ជា4នឹងដែរណា future ហ្នឹងក៏មានទស្សនវិជ្ជា4ដែរទី1វាមានអីគេ future simple ណាអនាគតទស្សនវិជ្ជាបែបម៉េចអនាគតហ្នឹងគឺទស្សនវិជ្ជាធម្មតាប៉ុន្តែនៅអនាគតនៅពេលខាងមុខវាធម្មតាទស្សនវិជ្ជាធម្មតាទស្សនវិជ្ជាទី2នៅក្នុងអនាគតដែរគឺ continuous ណាអនាគតពេលដែលមិនទាន់ដល់ប៉ុន្តែវាកំពុងតែកើតមានគឺយើងនិយាយពីទស្សនវិជ្ជាកំពុងតែកើតមាននៅពេលអនាគតណាមិនទាន់មកដល់ទេប៉ុន្តែវាកំពុងតែកើតមាននៅពេលខាងមុខនោះកំពុងណាយើងសិក្សាពីទស្សនវិជ្ជានោះយើងញែកទស្សនវិជ្ជានោះតើដល់ទី3 future perfect ណាយើងនិយាយអំពីភាព boribo នៅពេលខាងមុខរឿងនេះមិនទាន់កើតមានទេប៉ុន្តែវាកើតមាននៅពេលអនាគតហ្នឹងគឺវា boribo ហោហៀវាកើតពីមុខទៅដល់ក្រោយធ្លាយទៅដល់អនាគតអីទៅឆ្ងាយអញ្ចឹងទៅវា boribo ហោហៀតើហ្នឹងចឹងយើងសិក្សាពីទស្សនវិជ្ជានោះសកម្មភាពមួយនោះចំណុចទី4គឺ future perfect continuous ណាយើងនិយាយពីភាព boribo នៅពេលអនាគតហើយកំពុងបន្តកើតមានកំពុងតែកើតមាននាពេលអនាគតនោះណាអញ្ចឹងដល់ពេលយើងរៀនការយើងរៀនអញ្ចឹងទី1យើងដឹងពីកាលបច្ចុប្បន្នអតីតឬក៏អនាគតបន្ទាប់មកទៀតគឺយើងត្រូវសិក្សាអំពីទស្សនវិជ្ជានៃសកម្មភាពនោះស្ថានភាពនៃសកម្មភាពនៅក្នុងកាលមួយនោះ
បច្ចុប្បន្នវាមានស្ថានភាពធម្មតាបច្ចុប្បន្នវាមានស្ថានភាពកំពុងតែកើតមាននៅក្នុងពេលបច្ចុប្បន្នស្ថានភាពបរិបូរនៅក្នុងពេលបច្ចុប្បន្នស្ថានភាពកំពុងតែបរិបូរណាកំពុងតែបរិបូរនៅក្នុងពេលបច្ចុប្បន្នតែតាក់ដូចគ្នាចឹងមានទិដ្ឋភាព4ដូចគ្នាចឹងទិដ្ឋភាពធម្មតាទិដ្ឋភាពកំពុងបន្តទិដ្ឋភាពបរិបូរនិងទិដ្ឋភាពកំពុងតែបរិបូរអនាគតក៏អញ្ចឹងដែរមានទិដ្ឋភាព4ដូចគ្នាមានទិដ្ឋភាពធម្មតានាពេលអនាគតមានទិដ្ឋភាពបរិបូរអនាគតណាវាមានទិដ្ឋភាពកំពុងកើតមាននាពេលអនាគតមានទិដ្ឋភាពកំពុងតែបរិបូរនាពេលអនាគតឃើញទេកាលយើងយល់ពីទិដ្ឋភាពទៅស្រួលអត់មានអីពិបាកទេកាលសាមញ្ញហ្នឹងមែនទេប៉ុន្តែរឿងដែលពិបាកហ្នឹងគឺថាបងប្អូនអត់ដឹងអំពីទិដ្ឋភាពនេះអត់ទៅយល់ទិដ្ឋភាពចឹងធ្វើឲ្យយើងច្រឡំបល់កាលហ្នឹងមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលយើងរៀនហ្នឹងហើយគេឲ្យយើងគេដាក់កាលច្បុកច្បល់គ្នាណាដាក់កាលបច្ចុប្បន្នជាមួយនឹងបច្ចុប្បន្នកំពុងកើតមានកំពុងបន្តអនាគតដាក់ជាមួយនឹងស្អីយើងទៅវាច្បុកច្បល់ដើម្បីឲ្យយើងគេចង់តេស្តសមត្ថភាពយើងប៉ុន្តែកាលណាយើងចេះទិដ្ឋភាពនេះហើយចង់តេស្តមិនចង់ក្លុកមិនក៏អត់ខ្វល់ដែរតោះហ្នឹងអានេះនិយាយពីក្រងគេហៅថាកាល12ហ្នឹងនេះ actives យើងនិយាយអំពីបាទរបស់អានេះគេហៅរបស់កាត់ណាបាទអញ្ចឹង active នេះគឺយើងរៀនកាល12ហ្នឹងដល់ពេលទៅ passive កាលទៅរបស់កម្មហ្នឹងណារបស់កម្មបានន័យថាប្រធានជាអ្នកទទួលរងអំពើអានេះរបស់កាត់នេះប្រធានជាអ្នកធ្វើអំពើដល់ពេលរបស់កម្មដែលយើងហៅថា passive ហ្នឹងបាទគេអត់សិក្សា12តម្រងទេគេយកតែ8តម្រងមកសិក្សាតែប៉ុណ្ណោះរីឯ4តម្រងផ្សេងទៀតដែលកើតចេញពីតម្រង active នេះគេអត់ប្រើទេនេះយើងមើលនេះកន្លែងដែលខ្ញុំខ្វាញ់ហ្នឹងបានន័យថាគេអត់ប្រើទេឥឡូវយើងមើល passive អត់ពិបាកទេកាលណាយើងចេះនេះហើយតែអនុស្រួលនេះគាត់ថាដូររូបមន្តតែប៉ុណ្ណឹងគាត់ថាលើកប្រធានមកដាក់ហើយយើងដាក់ធ្វើម៉េចដាក់រូបមន្តធ្វើម៉េចឲ្យប្រធានទទួលរងអំពើតែប៉ុណ្ណឹងអត់ពិបាកទេប៉ុន្តែខ្ញុំនិយាយរួមសិនណាបាទអញ្ចឹងនៅក្នុង passive គេប្រើតែ8តម្រងនៃកាលទេ4ទៀតគេបោះចូលទៅក្នុងធុងសម្រាមហើយអញ្ចឹងនៅក្នុងកម្មវិធីសិក្សារបស់យើងគឺយើងលើកយកតែកាល passive ណាដែលគេប្រើប្រាស់ហើយខ្ញុំថែម6ផ្សេងទៀតលើសពីហ្នឹងណាខ្ញុំថែម6តម្រងកាល passive ផ្សេងទៀតបាទអញ្ចឹងយើងសរុបជារួមរៀនកាលធម្មតានេះវាមាន12កាលបូកជាមួយនឹងតម្រង passive 8ទៀតវា20គត់ខ្ញុំថែមតម្រង passive 6ទៀតអញ្ចឹងសរុបទាំងអស់26តម្រងកាលតោះហ្នឹងបាទឥឡូវយើងមើលតម្រង passive មានអីខ្លះវាមាន present ដូចគ្នានេះមាន present simple passive គាត់យើងថែមពាក្យ passive មកបាទ present passive ដល់ពេល continuous ក៏យើងនៅប្រើធម្មតាដែរគឺយើងប្រើ present simple continuous passive perfect ក៏យើងប្រើដែរគឺ perfect ណា present perfect passive រីឯ present perfect continuous គឺអត់ប្រើទេណាអត់មាន present perfect continuous passive ទេគេអត់ប្រើទេដោយសារអីដោយសារតែសេចក្តីហ្នឹងនៃដូចគ្នាទៅនឹងកាលបាទ present perfect ចឹងដែរចឹងគេអត់មានត្រូវប្រើទេបាទចំណែកឯនៅក្នុង past ក៏គេយកតែ3មកប្រើដែរបាទវាមាន past simple passive វាមាន past continuous passive វាមាន past perfect passive រីឯ past perfect continuous passive គេអត់ប្រើទេគេចោលណារីឯនៅក្នុង future គេប្រើតែ2ទេណាចំពោះ passive គេប្រើ simple future ឬ future simple passive មួយទៀតគឺ future perfect passive រីឯ future continuous passive គឺគេអត់ប្រើទេរីឯ future perfect continuous passive ក៏គេអត់ប្រើដែរតោះបាទអញ្ចឹងសរុបជារួមត្រឡប់មកវិញកាលទាំង12ដែលយើងត្រូវរៀនណាប៉ុណ្ណេះណានៅលើក្តារខៀនប៉ុណ្ណេះយើងចំណាយពេលរយៈពេល5ខែទៅបានចប់តើហ្នឹងបាទអញ្ចឹងសម្រាប់ថ្ងៃនេះយើងគ្រាន់តែដឹងអំពីបាទគ្រោងមេរៀនដែលយើងទៅរៀនរយៈពេលមួយខុសហ្នឹងរៀនអីខ្លះហ្នឹងប៉ុណ្ណឹងចោះហើយយើងនឹងចូលទៅលម្អិតអំពីកាលនីមួយៗទាំងអស់គ្នាតើបាទសូមចាំថាយើងរៀនបន្តិចម្ដងតែរៀនឲ្យច្បាស់នោះបងប្អូននឹងរីកចម្រើនជារៀងរាល់ថ្ងៃមែនទេបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូឃ្លីបក្រោយគេបាយបាយ